ជំរាបសួរបងប្អូនទាំងអស់គ្នាមានបងប្អូនណាខ្លះដូចខ្ញុំមកប្រើឆ្នាំងអ៊ុតយូរទៅឡើងខ្មៅហើយមានបងប្អូនណាខ្លះអត់ដឹងថាធ្វើមិនស្អាតខ្ញុំកាលពីមុនក៏ដឹងដូចគ្នាពេលគិតដល់ការសម្អាតខ្ញុំគិតថាត្រូវយកវាទៅលាងទឹកលាងអីអញ្ចឹងណាតែខ្ញុំអត់ហ៊ានធ្វើដោយសារតែខ្ញុំខ្លាចឆ្លងចរន្តពេលអូតម្ដងអញ្ចឹងខ្ញុំប្រើกระดาษធ្រាប់ដើម្បីកុំឲ្យវាប្រឡាក់កៅអៅរបស់ខ្ញុំហើយប្រើវាយូរទៅគឺវាឡើងខ្មៅអញ្ចឹងឯងនេះគឺជាវិធីសាស្ត្រងាយៗដែលខ្ញុំធ្វើចំណាយពេលប្រហែលប្រហែលជា15នាទីគឺរួចរាល់ហើយគឺការដោះដោយប្រើដៃខៀវនិងជូតជាមួយនឹងกระดาษសើមផ្សាមទៅលើផ្ទៃដែលយើងទៅដោះហ្នឹងយើងកុំទិញថ្មីបងប្អូនទាំងអស់គ្នាដោយសារតែវាឡើងខ្លោចបែបហ្នឹងយើងអាចធ្វើការសម្អាតវាហើយប្រើវាបន្តទៀតបានបងប្អូនអាចយកលុយដែលធៀមនឹងទិញឆ្នាំងអ៊ុតថ្មីហ្នឹងទៅប្រើប្រាស់លើសម្ភារៈចាំបាច់ផ្សេងទៀតបានចំពោះខ្ញុំវិធីសាស្ត្រសម្អាតហ្នឹងគឺអត់ពិបាកទេថែមទាំងមិនចំណាយពេលនិងចំណាយលុយច្រើនទៀតបើបងប្អូនទាំងអស់គ្នាដឹងវិធីសាស្ត្រសម្អាតផ្សេងទៀតសូមជួយចែករំលែកនៅក្នុង comment ឲ្យខ្ញុំបានដឹងផងណាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ